Ông nhưng thà bữa bạc cao cho mà thử bạc cụ đom nhầm tay bạc cao nhầm thử ấy vì nhầm thử cao cũng chá bị tranh tứ không còn là su quất tha mai bạn đây có sao bài quất bay nhưng phúc nó chả chất con này trong nương nơi bên này dạy đó khát cầm bông nắngមនុស្សជាច្រើនតែងនឹកឃើញដល់សិប្បកម្មផលិតក្អមឆ្នាំងនិងសម្ភារៈធ្វើពីដីឥដ្ឋដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរលង់ណាស់មកហើយប៉ុន្តែក្រៅពីសិប្បកម្មដ៏ល្បីមួយនេះនៅមានមុខរបរប្រពៃណីមួយទៀតនៅតែបន្តរស់រានមានជីវិតនិងមិនសូវមានអ្នកស្គាល់នោះគឺការកែច្នៃម្ទេសឆ្អើរដែលស្ថិតនៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះបានបន្តមុខរបរពីដូនតាអស់ជាច្រើនជំនាន់សម្រាប់ពួកគេម្ទេសឆ្អើរមិនមែនគ្រាន់តែជាផលិតផលសម្រាប់លក់ប៉ុណ្ណោះទេប៉ុន្តែជាប្រភពចំណូលដែលគាំទ្រជីវភាពគ្រួសារនិងជាចំណេះដឹងដែលបានបន្សល់ទុកពីបុព្វបុរសជីវភាពរស់នៅរបស់អ្នកភូមិនៅទីនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងវដ្តរដូវនៅរដូវវស្សាពួកគេប្រកបមុខរបរផលិតត្រីឆ្អើរលុះដល់រដូវប្រាំងពួកគេបន្តផលិតម្ទេសឆ្អើរដែលជាមុខរបរប្រពៃណីមួយទៀតដើម្បីបង្កើនប្រាក់ចំណូលនិងរក្សាបន្តអាជីពដែលមានតាំងពីដូនតាក្នុងបទយល់ការមួយនេះយើងនឹងនាំអ្នកទស្សនាស្វែងយល់ពីដំណើរការផលិតម្ទេសឆ្អើរចាប់ពីការជ្រើសរើសវត្ថុធាតុដើមការកែច្នៃបច្ចេកទេសប្រពៃណីរហូតដល់ការរក្សាគុណភាពផលិតផលព្រមទាំងស្ដាប់រឿងរ៉ាវនិងបទពិសោធន៍របស់អ្នកភូមិដែលបានបន្តមុខរបរនេះពីមួយចំនួនទៅមួយចំនួនការដំបងយើងយកមកទិញពីអ្នកចការមកយើងយកមកឲ្យកូនចៅវះទៅហ្នឹងហើយវះទៅហើយយើងយកទៅស្រោយកទៅស្រោហើយដល់រួចទៅអ្នកហាលគេហាលទៅអូនយើងយកហាលហើយដល់ពេលស្ងួតទៅយើងគោះស្ងួតគោះដាក់តង់អញ្ចឹងទៅដល់ពេលរួចទៅយើងហើអាណាសចេញទៅណាអូនអាសហើយយើងហែងហ្នឹងហើយយើងហែងហើយបានច្រកជោគបីចេញទៅជាម្ទេសក្នុងបីលក់ហ្នឹងអូនមកតែមកហ្នឹងពីដើរប្រមូលទិញពីខាងណាមកដែរតាមអ្នកចការទលេមកពីខាងកោះអាស័យខាងក្បាលកឡង់ខាងស្នុកធូពីមឆ្កៅអីចឹងណាគ្រប់ភូមិអញ្ចឹងណាដូនវីដេអូអីហ្នឹងខាងហ្នឹងគេសិនអ្នកដាំប្រទេសទាំងអស់គេយកមកលក់មកឲ្យយើងដល់កន្លែងយើងទៅដើរទិញតាមយើងគេយកមកលក់ដល់កន្លែងអូនគេយកមកលក់ដល់កន្លែងយើងចាំតែថ្លឹងនៅតែកន្លែងហ្នឹងចុះតែថងមួយតម្លៃមិនដែរតម្លៃវាហាងឆេងពីកាលមុនហ្នឹងវាថ្លៃដែរដើមទីដំបូងចាប់ពីខែ2ខែ3ហ្នឹងវា1គីឡូជាង2000ដែរអូនពីមុនដំបូងបងអស់ខែ2ហ្នឹងប្រហែលជាតម្លៃចូល4000 5000ដែរណាវាតែបានតិចប៉ុន្តែយើងអត់ទាន់ធ្វើយើងធ្វើតែតម្លៃ2000ជាង2005 2007អញ្ចឹងណាអូនចាចុះនេះពួកគាត់ឃើញពួកគាត់កំពុងគាត់ជាខាងឯងគាត់អ្នកវះហ្នឹងត្រូវអ្នកនៅចិត្តខាងហ្នឹងមកវះទៅគាត់បានលុយទិញមកហូបទិញមហាហ្នឹងណាមកកម្មករទៅកូនចៅបាទសម្រាប់មនុស្សចំនួនមុននិងចាស់ទុំនៅក្នុងភូមិកណ្ដាលរបរកែច្នៃម្ទេសឆ្អើរនេះមិនត្រឹមតែជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃវិថីជីវិតនិងជាកេរដំណែលដែលបានបន្សល់ទុកពីដូនតាអស់ជាច្រើនជំនាន់ជារៀងរាល់ថ្ងៃពួកគាត់ត្រូវធ្វើការក្រោមកម្ដៅថ្ងៃវះម្ទេសរៀបចំហាលនិងការអត់ធ្មត់ក្លិនហឹរដែលធ្វើឲ្យ
ហូរទឹកភ្នែកទោះបីការងារនេះត្រូវការកម្លាំងកាយនិងភាពអត់ធ្មត់ខ្ពស់ក៏ដោយក៏ពួកគាត់នៅតែបន្តប្រកបមុខរបរនេះ យើងធ្វើដូចស៊ីឈ្នួលគេណែ ចាស៊ីខ្លួនគេតាមកម្លាំងធ្វើទៅថ្ងៃបានបានទៅ គ្រប់គ្រាន់ទេយើងយកទៅចិញ្ចឹមជីវិតមួយថ្ងៃគិត ខែនេះយើងអត់មានការងារធ្វើទេតែធ្វើទៅនៅផ្ទះយើងក៏អត់បានលុយ តែពេលច្រើនឃើញតែស្អីប្រុសប្រុសស្អីធ្វើអាហ្នឹងមិនវិញអីអត់ស្អីឃើញប្រុសប្រុសអង្គុយចិត្ត គេការងារគេផ្សេងអញ្ចឹងទៅ ធ្វើក្រៅពីហ្នឹងលោគេទៅធ្វើការងារផ្សេងទៅបានលុយច្រើនជាង ហ្នឹងហើយការងារផ្សេងបានលុយច្រើនជាងទៅនេះនៅផ្ទះអញ្ចឹងទៅស្រីនៅផ្ទះចឹងអត់ការងារទេព្រោះទីដាក់បាយដល់អីយើងចូលចៅហូបហើយទេយើងមកឈឺមកធ្វើមក បាទ ឈិតម៉ោងទៅ ដោយឡែកសម្រាប់កុមារនិងយុវជនចំនួនក្រោយមុខរបរកែច្នៃម្ទេសឆ្អើរមួយនេះមិនត្រឹមតែជាការងារក្រៅម៉ោងប៉ុណ្ណោះទេប៉ុន្តែជាឱកាសមួយក្នុងការរកប្រាក់បន្ថែមដើម្បីបន្តការសិក្សានិងជួយសម្រាប់បន្ទុកគ្រួសារជារៀងរាល់ថ្ងៃបន្ទាប់ពីសម្រាប់ពីការសិក្សាឬនៅថ្ងៃចុងសប្តាហ៍ពួកគេតែងឆ្លៀតពេលមកជួយវះម្ទេសដើម្បីទទួលបានប្រាក់ឈ្នួលប្រាក់ដែលរកបានពីការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានយកទៅទិញសៀវភៅកាតាបសម្ភារៈសិក្សានិងការចំណាយលើការអប់រំដែលជួយសម្រាប់បន្ទុកឪពុកម្ដាយនិងជំរុញឲ្យពួកគេអាចបន្តក្តីស្រមៃសម្រាប់អនាគតសម្រាប់កុមារនិងយុវជនទាំងនេះការវះម្ទេសមួយផ្លែមិនត្រឹមតែជាការងារដើម្បីរកប្រាក់ប៉ុណ្ណោះទេប៉ុន្តែជាជំហានតូចៗដែលកំពុងជួយកសាងអនាគតរបស់ពួកគេផងដែរ អូយកហេនគួរណាចាប់បណ្ឌិត មានហ៊ានគួរថ្ងៃអាទិត្យដែរផងយើងចង់ធ្វើការហៅលុយ បាទឆ្លៀត អត់ឆ្លៀតអត់លុយ 1ម៉ោងជួងកា1ម៉ោងក៏ឆ្លៀតណាស់តា ល្អណាស់ឲ្យទៅបានរកលុយជាងកាត់ដេកនៅផ្ទះចុះហ៊ាននៅណាវិញ ពីនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងបង ក្រុងជីពីនេះទៅឆ្ងាយអត់ គូសាំដែរបងអត់និយាយគូសាំ ដល់ខែហ្នឹងយើងមកចិត្តម្ទេសចុះផុតពីចិត្តម្ទេស តែពេលទឹកឡើងយើងរកការងារនៅលើផ្សេងទៀត លើថាយកធ្វើ អត់ទេពេលទឹកឡើងខ្ញុំត្រូវតដល់ខែ12និយាយខែ12បានមានត្រីមកវិញបានខែ12ពេលអស់ត្រីហើយយើងចូលមកទេ តែធ្វើដែរ ចាធ្វើទាំងអស់ហ្មងឲ្យតែយើង ណែស្ពុតក្នុងខ្នត់ដែររត់ណាស់ទៀត ប៉ុន្តែបើក្រឡេកមកមើលខ្សែជីវិតរបស់លោកពូនិងអ្នកមីងពីអ្នកប្តីប្រពន្ធនេះវិញជីវិតពិតជាការតស៊ូនិងជូរចត់យ៉ាងខ្លាំងពួកគាត់ជាអតីតជនភៀសសឹកដែលធ្លាប់បានឆ្លងកាត់ការលំបាកវេទនាស្ទើរស្លាប់ស្ទើររស់នៅលើទឹកដីប្រទេសថៃទម្រាំដែលអាចរត់ភៀសខ្លួនត្រឡប់មកដល់ស្រុកកំណើតវិញបន្ទាប់ពីត្រឡប់មកដល់ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងវិញដោយខ្វះខាតដីសម្រាប់បង្កបង្កើនផលនិងខ្វះឱកាសការងារពួកគាត់បានសម្រេចចិត្តមកជួលផ្ទះរស់នៅក្នុងភូមិកណ្ដាលដើម្បីប្រកបការងារស៊ីឈ្នួលការច្នៃម្ទេសនិងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារជាមួយនឹងប្រាក់ចំណូលដែលបានពីការស៊ីឈ្នួលពួកគាត់ត្រូវរ៉ាប់រងចិញ្ចឹមកូនរហូតដល់5នាក់បើទោះបីការខិតខំប្រឹងប្រែងធ្វើការងារជារៀងរាល់ថ្ងៃក៏ដោយជីវភាពគ្រួសារនៅតែខ្វះខាតរកមួយពេលហូបមួយពេលហើយមិនអាចផ្ដល់ឱកាសឲ្យកូនបានបន្តការសិក្សាដោយដែលពួកគាត់ប្រាថ្នាឡើយ ធ្វើមិនបើយើងអត់ដែរយើងនិយាយថាមានទៅវាពិបាកយើងអត់ដែរមកនឹងបើរឿងគិតចឹងវាគិតបានហើយវែងឆ្ងាយណាស់ហើយចង់ឲ្យកូនចេះដឹងមានការងារធ្វើល្អៗចឹងដូចគ្នាធ្វើមិនលទ្ធភាពយើងវាអត់កូនយល់ដែរបាទដល់ឪពុកក៏អត់ចេះកូនក៏អត់ចេះវាពិបាកមិនចឹងណាបាទជួយគ្នាបានដល់អញ្ចឹងកូន សម័យខ្ញុំពូទៅចិត្តថ្ងៃនេះធ្វើឲ្យបើយើងអត់បើមានដូចគេទៅគឺបានដើរចូលស្រុកចូលទីហ្នឹងណា ចុះថ្ងៃមានកូនម្នាក់បង ខ្ញុំកូនខ្ញុំ5នាក់ អីកូនច្រើនទៀតហ្នឹង បាទ អូបាទ កូនបានបើ នៅកូនបើមួយនេះ មានកូនបើហ្នឹងបាត់ហើយហ្នឹង បាទ ស្រីអាចដល់
lạnh phạt thành lạnh đấy kịch phá khó mà nè không vẫn hiến đấy hiến nó thì mà đấy họ ban hiền phải bán hiến đấy phụ Hoặc bàn thì nhầm tùm tranh mà bị thay đây này. phụ sủa trong cho hiến hết ngay mình là cái bể nó nè đó đây là nó ăn bên khu biển tam phu mà bởi cái oi hiến thì hiến hết rồi trong thì hiện đại tại nó này tam chi cũng đang những thế Bà chỉ vùng đàn này. chụp phục lòng bài khác cũng thầy Vì bây giờ chăm tới bà mà dương ón dương ở đồng rồi dương nơi mai đó dương hay nằm mỗi dương ở miền một bò tiết chờ là tới tam khi chẳng á nhom thông đang đây mau nhom đa từ đam cho lụa cặp ô lụa ta hột nhom phần năng nhom đang thà đôi miền phiệp cọ cái đá mà đai nhom thử bao nhom còn nhom riêng có ọt ban chung chè từ một nhom thà bữa cao nhom mà thử bạc cụ đom nhom đai bạc cao nhom thử ấy về nhom thử cao cũng chát bị tranh tới nhom còn là su quát tha mai bán đây sao bài quát bay nhom phúc nhom ai chắc luôn anh tông nương Sân chế y bọ khói á, hay y là phân nhồng, hay y trong thời ngon mà trong khai chị đà ra chầm riêng y sờ lạnh mà chả men hòa ngay sau mà nhầm bộ khối ai chỉ không trong riêng đấy trong khai chị đà ra chầm riêng men ta trong trang mong cứ bà con y khai chế ra trong riêng y tập làm một ngày nó được bại đại cái với ý đây còn rất cô chỉ nói còn đây là mai mới nâng dương ở ban phớ đây là ai cô như mà cha នៅពីក្រោមម្ទេសឆ្អើរដ៏មានរសជាតិឈ្ងុយឆ្ងាញ់និងមានពណ៌ក្រហមស្រស់ឆើតឆាយនៅលើទីផ្សារវាប្រហែលជាមិនមែនត្រឹមតែជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបនោះទេប៉ុន្តែវាគឺជាដំណក់ញើសឈាមទឹកភ្នែកនិងជោគវាសនារបស់មនុស្សជាច្រើននាក់ដូចជាប្តីប្រពន្ធដ៏កំសត់មួយគូនេះដែលកំពុងតស៊ូប្រជែងនឹងព្រះអាទិត្យជារៀងរាល់ថ្ងៃដើម្បីរង់ចាំពន្លឺនៃក្តីសង្ឃឹមនាពេលអនាគត